បាទសួស្តីប្រិយមិត្តទាំងអស់គ្នាដែលកំពុងតែតាមដានទស្សនានៅ Channel PTM News ទាំងអស់គ្នាសម្រាប់ថ្ងៃនេះគឺជាថ្ងៃទី7នៃខែវិច្ឆិកាឆ្នាំ2025ហើយដោយអ្វីដែលបានសន្យាជាមួយបងប្អូនហើយថាខ្ញុំនឹងទៅស្វែងរករាល់ព្រឹត្តិការណ៍ព័ត៌មានដែលកើតមាននៅឯប្រទេសថៃដើម្បីលើកយកមកចែករំលែកចែកជូនដល់បងប្អូនទាំងអស់គ្នាឲ្យបានដឹងមកទល់នឹងពេលនេះករណីគ្រោះអាសន្នគ្រោះមហន្តរាយអគ្គិភ័យដែលកើតមាននៅឯប្រទេសថៃក៏មានច្រើនដែរហើយម្យ៉ាងវិញទៀតបងប្អូនឃើញថាករណីអគ្គិភ័យគឺកើតមានសឹងតែរាល់ថ្ងៃតែម្ដងហើយកើតមានមកទល់នឹងពេលនេះគឺមិនមែនករណីតូចតាចដូចមុនទេគឺជាករណីរៀងធំដែរដែលបណ្ដាលឲ្យបាត់បង់ទ្រព្យសម្បត្តិឬក៏ខូចខាតនោះលក្ខណៈទ្រង់ទ្រាយធំតែម្ដងនៅក្នុងថ្ងៃនេះខ្ញុំមានព័ត៌មានមួយចង់យកមកចែករំលែកជូនដល់បងប្អូនទាំងអស់គ្នាគឺពាក់ព័ន្ធនឹងករណីអគ្គិភ័យឆេះនៅឯឃ្លាំងស្តុកគ្រឿងអេឡិចត្រូនិកនិងផ្លាស្ទិកនៅឯប្រទេសថៃហើយជាករណីមួយដែលបានបំផ្លិចបំផ្លាញទៅដល់ទ្រព្យសម្បត្តិប្រជាពលរដ្ឋនោះបើគិតជាទឹកលុយរាប់សិបម៉ឺនដុល្លារហើយករណីអគ្គិភ័យបងប្អូនណាឃើញថាកើតមានច្រើនមិនថាទៅនៅថៃឬក៏នៅកម្ពុជាទេប៉ុន្តែព័ត៌មាននៅឯកម្ពុជាឃើញថាមានការផ្សព្វផ្សាយយ៉ាងទូលំទូលាយបងប្អូនយើងទាំងអស់គ្នាអាចដឹងអាចឮទៅហើយប៉ុន្តែព័ត៌មាននៃការមាននៅឯប្រទេសថៃបងប្អូនមិនសូវជាឃើញឬក៏ដឹងឮទេទើបខ្ញុំបាទ PTM News តែងតែស្វែងរកប្រភពព័ត៌មានទាំងអស់នោះដើម្បីយកមកចែករំលែកចែកជូនដល់បងប្អូនទាំងអស់គ្នាបានដឹងឥឡូវនេះយើងនឹងទៅលម្អិតនៅព័ត៌មាននេះជាមួយគ្នាតែម្ដងបើតាមប្រភពសារព័ត៌មានថៃដែលគេបានចុះផ្សាយករណីអគ្គិភ័យឆេះឃ្លាំងស្តុកទំនិញឬក៏ស្តុកគ្រឿងអេឡិចត្រូនិកនិងឧបករណ៍ដែលបានប្រើប្រាស់ជាផ្លាស្ទិកបងប្អូនណាឆេះខូចខាតស្រុងតែម្ដងនៅថ្ងៃទី6ខែវិច្ឆិកាឆ្នាំ2025ម្សិលមិញនេះនៅម៉ោងប្រមាណជា7:02ទៀបភ្លឺមានករណីអគ្គិភ័យបានផ្ទុះឡើងនៅក្នុងឃ្លាំងស្តុកទំនិញមួយកន្លែងស្ថិតនៅឯផ្លូវសយរាជច័ន្ទបូណា29ផ្លូវរាជបូណាសង្កាត់រាជបូណាក្រុងបាងកកប្រទេសថៃភ្លើងបងប្អូនណាឃើញថាគេបានគ្រប់គ្រងនៅម៉ោងប្រមាណជា3កន្លះទើបអាចគ្រប់គ្រងស្ថានភាពភ្លើងនេះបានបើតាមសេចក្តីរាយការណ៍បន្ទាន់ដែលគេទទួលបានលេខ199តាមរយៈទូរស័ព្ទបងប្អូននៅម៉ោង 1:45 នាទីព្រឹកក្រុមការងារជួយសង្គ្រោះពន្លត់អគ្គិភ័យនិងសង្គ្រោះបន្ទាន់នៅឯស្រុកសយរាជបូណាបានចេញទៅដល់កន្លែងកើតហេតុក្នុងរយៈពេលប្រមាណជា10នាទីបំផុតបងប្អូនណាដោយសារតែខ្លាចឆាប់ឆេះខ្ទេចនៅម៉ោងប្រមាណជា2ឃ្លាំងដែលឆេះនេះគឺជាអគារតែមួយជាន់ទេដើមឡើយប្រើសម្រាប់ស្តុកគ្រឿងអេឡិចត្រូនិកនិងសម្ភារៈផ្លាស្ទិកឃ្លាំងដែលឆេះបងប្អូនគឺជាអគារតែមួយជាន់ទេហើយជាឃ្លាំងដែលសម្រាប់ស្តុកគ្រឿងអេឡិចត្រូនិកនិងសម្ភារៈផ្លាស្ទិកក្នុងដំណាក់កាលដំបូងភ្លើងបានឆាប់ឆេះយ៉ាងសន្ធោសន្ធៅដោយក្រុមការងារជួយសង្គ្រោះបានដាក់ឡានទឹកចំនួន4គ្រឿងនិងបំពង់អគ្គិភ័យក៏រួមទាំងឧបករណ៍ផ្សេងៗដើម្បីជួយពន្លត់នៅម៉ោងប្រមាណជា2:07នាទីព្រឹកដើម្បីទប់ស្កាត់ការរីករាលដាលនេះកុំឲ្យទៅដល់ឃ្លាំងផ្សេងៗទៀតនៅម៉ោង2កន្លះឃ្លាំងទី1បានឆេះខូចខាតទាំងស្រុងខណៈដែលឃ្លាំងទី2គឺឆេះចំនួនពាក់កណ្ដាលបន្ទាប់ពីការប្រឹងប្រែងរយៈពេលជិត2ម៉ោងក្រុមជួយសង្គ្រោះបានគ្រប់គ្រងភ្លើងបានទាំងស្រុងនៅម៉ោង3កន្លះហើយរបាយការណ៍ពាក់ព័ន្ធជាមួយនឹងអ្នកស្លាប់ឬក៏របួសគឺមិនមាននោះទេប៉ុន្តែការខូចខាតគឺច្រើនបើគិតជាទឹកប្រាក់រាប់សិបម៉ឺនដុល្លារបងប្អូនដឹងហើយថាគ្រឿងអេឡិចត្រូនិកដូចជាបាស JBL ឬក៏បាសផ្សេងសិតតែមានតម្លៃថ្លៃមូលហេតុនៃអគ្គិភ័យមិនត្រូវបានរាយការណ៍ឬក៏បញ្ជាក់ច្បាស់ការនោះទេប៉ុន្តែការសង្ស័យអាចបណ្ដាលមកពីឆ្លងចរន្តអគ្គិសនីហើយម្យ៉ាងវិញទៀតនៅក្នុងឃ្លាំងនោះគឺមានការផ្ទុះខ្លាំងមែនទែនដោយសារតែឃ្លាំងនេះផ្ទុកនៅបាក់តេរីឬក៏ថ្មបងប្អូនសម្រាប់បដូរធុងបាសដែលជារឿងធម្មតាទេឃ្លាំងស្តុកទំនិញពាក់ព័ន្ធជាមួយនឹងគ្រឿងអេឡិចត្រូនិកគឺវាមានឧបករណ៍អស់ហ្នឹងហើយក្រុមស៊ើបអង្កេតនិងប៉ូលីសកំពុងតែធ្វើការស៊ើបអង្កេតនៅព្រឹកថ្ងៃទី6ម្សិលមិញហើយមកទល់នឹងពេលនេះឃើញថាមិនទាន់មានរបាយការណ៍ណាមួយច្បាស់លាស់ឬក៏បញ្ជាក់អំពីស្ថានភាពនេះនៅឡើយទេហើយការវាយតម្លៃនៃការខូចខាតទ្រព្យសម្បត្តិគេប៉ាន់ប្រមាណថាខ្ទង់រាប់សិបម៉ឺនដុល្លារបងប្អូននេះជាករណីអគ្គិភ័យដែលកើតមាននៅឯប្រទេសថៃបើកភ្នែកព្រលឹមមកគឺឆាប់ឆេះតែម្ដងនៅឃ្លាំងស្តុកទំនិញមួយកន្លែងដែលជាឃ្លាំងស្តុកគ្រឿងអេឡិចត្រូនិកនិង
ឧបករណ៍ដែលមានជាតិផ្លាស្ទិកបងប្អូនណានៅឯសយរាជចាបូណា29ទីក្រុងបាងកកតែម្ដងកាលពីម្សិលមិញនេះដូច្នេះបងប្អូនសម្រាប់អត្ថបទនេះក៏ឈានដល់ទីបញ្ចប់ហើយក៏សូមឲ្យបងប្អូនទាំងអស់គ្នាមេត្តាប្រុងប្រយ័ត្នចំពោះករណីអគ្គិភ័យដោយសារតែឥឡូវនេះកើតមានច្រើនមែនទែនមិនថានៅកម្ពុជាឬក៏នៅថៃទេការដែលឆេះនៅប្រទេសថៃគឺជាបទពិសោធន៍មួយសម្រាប់កម្ពុជាមេត្តាប្រុងប្រយ័ត្នបងប្អូនណាជាពិសេសបងប្អូនដែលប្រើប្រាស់នៅឧបករណ៍អគ្គិសនីលើសបន្ទុកបងប្អូនណាលើសបន្ទុកសូមមេត្តាផ្លាស់ប្ដូរខ្សែភ្លើងឬក៏ចរន្តអគ្គិសនីនឹងឲ្យត្រឹមត្រូវទៅតាមស្តង់ដារដោយសារតែកាលណាយើងប្រើប្រាស់លើសបន្ទុកឬក៏មានកណ្ដោបគៀកណ្ដៀកាត់អីហ្នឹងបងប្អូនណាអាចនឹងបង្កជាបញ្ហានៅថ្ងៃមុខជាមិនខានរបស់របរហ្នឹងបងប្អូនតិចតួចទេ10000 20000ឬក៏4-10រៀលបើយើងមិនធ្វើការផ្លាស់ប្ដូរវាទេវាអាចបំផ្លិចបំផ្លាញទៅដល់យើងហ្នឹងរាប់សិបម៉ឺនដុល្លារដូចជាករណីនេះចឹងដូច្នេះបងប្អូនសម្រាប់អត្ថបទក៏ឈានដល់ទីបញ្ចប់ហើយក៏មានការថែមថយដើម្បីជាបទពិសោធន៍ជូនដល់បងប្អូនហើយក៏សង្ឃឹមថាបងប្អូនពេញចិត្តនឹងអត្ថបទនេះសូមជួយចុច like ចុច subscribe ដើម្បីទទួលបាននូវវីដេអូថ្មីៗពីខ្ញុំបន្តទៀតនៅពេលនេះខ្ញុំបាទ PTM News ក៏សូមអរគុណនិងសូមគោរពលាជួបគ្នានៅវីដេអូក្រោយជាបន្តទៀតសូមអរគុណ